មសាជាថ្មីម្ដងទៀតមកកាន់ PUC Podcast ក្នុងគោលបំណងចែករំលែកបទពិសោធន៍ក៏ដូចជាការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសហើយថ្ងៃនេះដែរយើងមានបងស្រីម្នាក់ដែលគាត់ទើបតែទទួលបានឱកាសអាហារូបករណ៍ទៅសិក្សានៅឯបរទេសគាត់នឹងមកចែករំលែកពីបទពិសោធន៍របស់គាត់ផ្ទាល់ហ្មងទៅកាន់បងប្អូនទស្សនិកជនទាំងអស់គ្នាកណាអញ្ចឹងជាបឋមនាងខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងសូមគោរពទៅដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទាំងមូលក៏ដូចជាសួស្តីទៅកាន់បងប្អូនមនស្សនិកក៏ដូចជាទស្សនិកជនដែលកំពុងតែតាមដានទស្សនាផងដែរនេះខ្ញុំឈ្មោះអុកសកុលដាលីជាអ្នកសម្របសម្រួលនៅកម្មវិធីនៅថ្ងៃនេះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងទៅជួបជាមួយនឹងបងស្រីទាំងអស់គ្នាជម្រាបសួរបងចាជំរាបសួរបងចាសុខសប្បាយទេបងចាសុខសប្បាយបងអូខេអរគុណអញ្ចឹងសម្រាប់ការចូលរួមនៅថ្ងៃនេះអញ្ចឹងជាបឋមមុននឹងយើងឈានចូលទៅដល់ប្រធានបទយើងសូមបងជួយណែនាំខ្លួនក៏ដូចជាជំនាញនិងអាហារូបករណ៍ដែលបងទើបតែទទួលបានណាបងចាបងជាបឋមខ្ញុំកណ្ណាសូមប្រាប់ថ្វាយបង្គំទៅដល់ព្រះគុណគ្រប់ព្រះអង្គលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក៏ដូចជាបងនិស្សិតវិទ្យាសាស្ត្រវិទ្យាល័យបញ្ញាសាស្ត្រទាំងអស់គ្នាផងដែរបច្ចុប្បន្ននេះខ្ញុំគឺជានិស្សិតនៅមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយខ្ញុំបានទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន5ខែបងចាបងសូមចូលរួមអបអរសាទរចាបងអញ្ចឹងបងអាចចែកម្លែកតិចបានអត់បងដោយសារតែខ្ញុំឃើញថានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានអាហារូបករណ៍ច្រើនមែនតើតែហេតុអីបានបងសម្រេចចិត្តថាដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនបងចាអរគុណបងដូចដែលយើងបានដឹងហើយថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាតែងតែមានអាហារូបករណ៍មកជារៀងរាល់ខែចាអញ្ចឹងការដាក់អាហារូបករណ៍ទៅជប៉ុនហ្នឹងគឺជាលើកទី2របស់ខ្ញុំចាលើកទី1ជាលើកដំបូងខ្ញុំទៅហ្នឹងគឺសិក្សាតកតនឹង application requirement អីចឹងទៅចានៅពេលដែលយើងដាក់លើកទី2យើងបានស្វែងយល់ច្រើនពីអាហារូបករណ៍មួយនេះហើយមួយទៀតគឺខ្ញុំបានចាប់អារម្មណ៍ទៅលើវប្បធម៌របស់ជប៉ុនចាចង់ទៅសិក្សាពីគេក៏ដូចជាស្វែងយល់បន្ថែមនៅវប្បធម៌គេក៏ដូចជាផ្នែកសេដ្ឋកិច្ចផងដែរចាបងចាអញ្ចឹងបងអាចចែកម្លែកបានអត់បងថាក្នុងការដាក់ពាក្យអាហារូបករណ៍ហ្នឹងណាមុននឹងយើងដាក់ពាក្យហ្នឹងតើគួរតែត្រៀមខ្លួនបែបម៉េចខ្លះហើយបងចាបងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់ដាក់ពាក្យអាហារូបករណ៍ទី1គឺខ្ញុំគិតថាគាត់ត្រូវតែសិក្សានៅអាហារូបករណ៍ហ្នឹងសិនតើគេមាន requirement អីខ្លះអញ្ចឹងបើសិនជាយើងដឹងតាក់ទងនឹង requirement ហើយយើងត្រូវប្រឹងបន្ថែមនៅអ្វីដែលយើងអត់ទាន់មានយើងត្រូវរកបន្ថែមហើយអ្វីដែលយើងមានហើយគឺយើងត្រូវធ្វើឲ្យកាន់តែខ្លាំងដើម្បីលេចធ្លោក្នុងការដាក់ពាក្យអាហារូបករណ៍មួយនេះចាបងអញ្ចឹងពីបងវិញសម្រាប់ requirement នៃអាហារូបករណ៍ហ្នឹងណាបងតើចំណុចណាដែលជា challenge របស់បងហ៎បងបើសិនជានិយាយអំពីអាហារូបករណ៍ដែលខ្ញុំទទួលបានជា challenge ខ្ញុំគិតថាវាអត់ខុសអីពីសិស្សដទៃទេទី1គឺតាក់ទងនឹងយើងត្រូវ request recommendation letter ចាដើម្បីបាន recommendation letter ហ្នឹងក៏យើងធ្វើម៉េចយើងត្រូវជាសិស្សមួយដែលអាចថា active student គឺជាសិស្សល្អមួយដើម្បីងាយស្រួលក្នុងការសុំ recommendation ពីសាស្ត្រាចារ្យឬមកក៏ dean របស់យើងចាហើយមួយទៀតហ្នឹងតាក់ទងនឹងឯកសារអីហ្នឹងគឺមិនមែនជា challenge អីធំទេចាយើងអាចរៀបចំបានដោយសារតែនៅពេលដែលអាហារូបករណ៍តម្លាក់មកក៏គេទុករយៈពេលដើម្បីឲ្យយើងរៀបចំផងដែរអញ្ចឹងអីដែលយើងត្រូវធ្វើហ្នឹងគឺ be well prepare មានន័យថារៀបចំតាក់ទងនឹង CV ឬមួយក៏សរសេរ personal plan ចា cover letter អីហ្នឹងគឺយើងអាច prepare ឲ្យទៅដល់ពេលដែលយើងចង់ដាក់គឺអត់មានជា challenge អីធំទេចាបងចាអញ្ចឹងឃើញថាបងបាន prepare រួចជាស្រេចឯក្នុងការត្រៀមខ្លួនដាក់ពាក្យអាហារូបករណ៍មួយហ្នឹងចុះបងខ្ញុំគិតថាទាំងខ្ញុំទាំងបងហើយនិងបេក្ខជនផ្សេងទៀតគឺតែងតែមានអារម្មណ៍ថាភ័យនៅពេល interview បងតើពីបងទៅបងអាចចែកម្លែកបានថាគាត់គួរតែត្រៀមខ្លួនបែបណាឬមួយក៏មានចំណុចពិសេសអីដែលយើងត្រៀមខ្លួនដើម្បីយកទៅបង្ហាញគណៈកម្មការដើម្បីទទួលបានឱកាសអាហារូបករណ៍ហ្នឹងអញ្ចឹងណាបងចាបងតើតើនឹង interview ខ្ញុំគិតថាបើសិនជាយើងបានសិក្សាស្រាវជ្រាវពី scholarship ដែលយើងបានដាក់ហ្នឹងចាពីសាលាដែលយើងបាន apply ហើយនឹងយើងយល់ច្បាស់អំពីភាពខ្លាំងនិងភាពខ្សោយខ្លួនឯងចានៅពេល interview គឺយើងមាន confidence ជាងមុនអញ្ចឹងអីដែលយើងត្រូវតែបង្ហាញទៅគណៈកម្មការហ្នឹងទី1គឺយើងបង្ហាញថាយើងបានស្រាវជ្រាវបានច្រើនហើយតកតងនឹងអាហារូបករណ៍មួយនេះហើយមួយទៀតគឺយើងបង្ហាញថាយើងមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការទៅសិក្សាតកតងនឹង soft skill hard skill ហើយមួយវិញទៀតតកតងនឹង tip នៃការ interview
ជាដំបូងហ្នឹងគឺយើងត្រូវតែច្បាស់តាក់ទងនឹង scholarship ដែលយើង apply សិនថាគេត្រូវការអីខ្លះយើងមានគ្រប់អស់ឬនៅហើយមួយទៀតហ្នឹងគឺយើងត្រូវដឹងអំពី background ឬមួយក៏ប្រពៃណីគេតាក់ទងនឹងប្រទេសដែលយើងបាន apply ចាហើយពេលដែលយើងទៅ interview ហ្នឹងយើងមាន confidence តាក់ទងនឹងការ research របស់យើងហ្នឹងយើងមាន data អីខ្លះឬមួយក៏យើងបានស្វែងយល់ប៉ុណ្ណាស៊ីជម្រៅប៉ុណ្ណានឹងអាហារូបករណ៍ដែលយើងបាន apply ហើយមួយវិញទៀតហ្នឹងតាក់ទងនឹងចំណេះដឹង soft skill hard skill leadership ចាដូចជាមានយើងបានចូលរួមក្នុងកម្មវិធីផ្សេងនិងការងារសហគមន៍ជាដើមចាក្រៅពីចំណេះដឹងការងារស្ម័គ្រចិត្តហ្នឹងគឺក៏សំខាន់ដែរចាក្នុងការ apply scholarship ហើយមួយវិញទៀតបន្ទាប់ពីយើងទៅសិក្សានៅបរទេសហើយយើងមានគម្រោងអ្វីក្នុងការចែករំលែកជា impactful ទៅកាន់អាចថាជានិស្សិតផ្សេងចាហើយទៅនាំមកវិញទៅដល់សាកលវិទ្យាល័យយើងចាបងចាបើតាមស្ដាប់មើលទៅក្រៅពីការសិក្សាទៅលើជំនាញរបស់យើងហើយការពង្រឹងទៅលើផ្នែកហៅថា soft skill ដែលបងលើកឡើងមិញណាក៏មានសារៈសំខាន់ក្នុងការដាក់ពាក្យអាហារូបករណ៍ដែរប៉ុន្តែខ្ញុំគិតថាមិនធ្វើទេមែនទេបងដោយសារតែសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាយើងគឺបើយោងទៅតាមបាវចនារបស់យើងគឺសិលសមាធិបញ្ញាអញ្ចឹងក្រៅពីការសិក្សានៅក្នុងថ្នាក់តាក់ទងជាមួយនឹង academic skill ក៏លោកតាបណ្ឌិតលោកបានរៀបចំថ្នាក់មួយដែលហៅថា personal growth ចាដែលជាថ្នាក់មួយបណ្ដុះនៅសិលធម៌ចរិយាធម៌ទៅដល់មិត្តនិស្សិតហើយខ្ញុំគិតថាជំនាញនេះគឺសំខាន់ណាស់ហ្មងតាក់ទងមួយ soft skill របស់យើងដែលយើងអាចពង្រឹងទៅលើហៅថាជំនាញទំនាក់ទំនងផ្សេងក៏ដូចជាការចោះ community trip ដូចបងលើកឡើងមិញអញ្ចឹងហើយមួយវិញទៀតបើតាមខ្ញុំដឹងបងក៏ជាអនុប្រធាននៃសភានិស្សិតដែរមិនអញ្ចឹងហ៎បងចាបងចាអញ្ចឹងបងអាចតើសភានិស្សិតហ្នឹងគាត់អាចចូលរួមអីគេខ្លះទៅកាន់សិស្សនិស្សិតបងនេះដើម្បីឲ្យយើង link ទៅជាមួយនឹងខាង soft skill របស់យើងដែលនិស្សិតយើងអាចរៀនបានណាបងចាបងចាតាក់ទងនឹងសភានិស្សិតសាកលវិទ្យាល័យបញ្ញសាស្ត្រឬមកយើងហៅថា PAS គឺជាកន្លែងមួយដែលយើងអាច volunteer ចាចាប់ផ្ដើមពីការសិក្សាក្នុងការអនុវត្តគម្រោងក៏ដូចជារៀន skill អីថ្មីចាដោយសារតែនៅក្នុងសភានិស្សិតហ្នឹងយើងមាន club ផ្សេងជាច្រើនទៀតចាតាក់ទងនឹងចំណេះដឹងផ្នែក debate ដូចជាយើងមានរបាំហើយនឹង club ផ្សេងសិស្សច្បងជួយសិស្សប្អូនអីជាដើមអញ្ចឹងកន្លែងហ្នឹងហើយជាថ្នាក់បណ្ដុះការងារខាងក្រៅចាជាការចាប់ផ្ដើមរបស់និស្សិតពីការងារ volunteer ឲ្យយើងចាប់ផ្ដើមស្គាល់ថាពេលដែលយើងធ្វើការងារជាក្រុមវាបែបម៉េចពេលដែលយើងចាប់ផ្ដើមដឹកនាំគម្រោងវាបែបម៉េចចាបងល្អមែនតើមិនត្រឹមតែមកសិក្សាយកចំណេះដឹងខាង academic skill គឺជាកន្លែងដែលយើងអាចបញ្ចេញសមត្ថភាពបានទៀតចាបងអញ្ចឹងខ្ញុំគិតថាទម្រាំតែទទួលបានឱកាសអាហារូបករណ៍មួយនេះគឺបងបានព្យាយាមឆ្លងកាត់ច្រើនមែនតើជាច្រើនដំណាក់កាលមកណាបងអញ្ចឹងចង់ដឹងថានៅពីក្រោយនៃភាពជោគជ័យក៏ដូចជាក្រៅពីការព្យាយាមរបស់បងខ្លួនឯងតើសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាបានចូលរួមចំណែកអីគេខ្លះដែរបងនៅក្នុងភាពជោគជ័យមួយនឹងដែរទទួលបានអាហារូបករណ៍នឹងអញ្ចឹងហ៎បងចាសម្រាប់សាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាគឺជាចំណែកធំនៃការទទួលបានអាហារូបករណ៍នេះអញ្ចឹងបើសិនជាមិនមានសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាទេខ្ញុំគឺមិនអាចទទួលបានអាហារូបករណ៍ក៏ដូចជាក្តីសម័យទៅប្រទេសជប៉ុនបានទេនេះខ្ញុំសូមអរគុណទៅដល់ថ្នាក់ដឹកនាំក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនទីមួយនោះគឺតកតនឹងផ្នែកភាសាអង់គ្លេសដូចខ្ញុំបានសិក្សាភាសាអង់គ្លេសនៅបញ្ញសាស្ត្រ PUCFL តាំងពីឆ្នាំ2022ចាអញ្ចឹងដូចថ្នាក់ Bachelor យើងអញ្ចឹងយើងតម្រូវឲ្យយើងមានអង់គ្លេសសិនចាអញ្ចឹងទេយើងអាចរៀនអង់គ្លេសផងហើយនឹងថ្នាក់សម្រាប់ Bachelor ផងអញ្ចឹងមានន័យថាអីដែលយើងបានបណ្ដោះមកហ្នឹងវាគឺជាអាចថាជា skill មួយដែលធ្វើឲ្យយើង strong បាត់ហើយមានន័យថាចាយើងអាចទៅរៀនក្នុង international program ហើយ program របស់បញ្ញសាស្ត្រគឺជា English based ចាអញ្ចឹងយើងផ្ដោតយើងប្រើប្រាស់ភាសាអង់គ្លេសច្រើនហើយធ្វើឲ្យសិស្សហ្នឹងគាត់មាន confidence ក្នុងការប្រើប្រាស់ភាសាអង់គ្លេសគាត់អាចយកចំណេះដឹងភាសាអង់គ្លេសរបស់គាត់ទៅស្រាវជ្រាវទៅធ្វើកិច្ចការងារផ្សេងដូច្នេះហើយដើម្បីធ្វើឲ្យសិស្សនឹងខ្លាំងគឺទី1តើតនឹងភាសាអង់គ្លេសទី2លោកគ្រូអ្នកគ្រូចាគាត់សិតតែជាអ្នកដែលមានបទពិសោធន៍ក៏ដូចជាទទួលបានគាត់ជាអ្នកដែលបានបញ្ចប់ការសិក្សាពីបរទេសមកហើយគាត់នៅក្នុងថ្នាក់គាត់មិនត្រឹមតែចែករំលែកបង្រៀនតាក់ទងនឹងមេរៀនទេគាត់បានចែករំលែកបទពិសោធន៍របស់ការងារគាត់បន្ថែមទៅដល់សិស្សទៀតអញ្ចឹងធ្វើឲ្យសិស្សគាត់យល់បានកាន់តែស៊ីជម្រៅចាបងអរគុណច្រើនមែនតើអញ្ចឹងបើស្ដាប់មើលទៅសិស្សដែល
គាត់មករៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រមិនត្រឹមតែរៀនទៅលើជំនាញរបស់គាត់ទេបើនិយាយទៅប្រៀបដូចជាគ្រួសារបញ្ញាសាស្ត្រមួយដែលយើងអាចរៀនបានគ្រប់ជំនាញក៏ដូចជារៀនពីបទពិសោធន៍របស់ទាំងលោកគ្រូថ្នាក់ដឹកនាំក៏ដូចជាមិត្តនិស្សិតគ្នាឯងអញ្ចឹងណាបងអញ្ចឹងខ្ញុំសូមបន្ថែមបន្តិចដោយសារតែខ្ញុំគិតថាមានបងប្អូនមួយចំនួនណាបងដែលគាត់កំពុងតែពិចារណាក្នុងការជ្រើសរើសនៅសាកលវិទ្យាល័យមួយដែលល្អហើយអាចហៅថាបំពេញនៅក្តីសម័យរបស់គាត់បានក្នុងការទៅសិក្សានៅក្រៅប្រទេសអញ្ចឹងខ្ញុំសូម recommend ខ្លាំងមែនតើសម្រាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាក់ស្ដែងដូចបងអញ្ចឹងបងមានក្តីសម័យចង់ទៅរៀននៅក្រៅប្រទេសប៉ុន្តែអត់ដឹងថាកន្លែងណាដែលយើងអាចបំពេញក្តីសម័យនឹងបានអញ្ចឹងខ្ញុំសូម recommend ទៅកាន់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយមួយវិញទៀតសម្រាប់បងប្អូនឬមួយក៏មិត្តនិស្សិតដែលតែងតែបារម្ភថាអូយអង់គ្លេសខ្ញុំអត់ទាន់ល្អទេចង់ទៅសិក្សាក្រៅប្រទេសមិនទៅកុំបារម្ភសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាយើងក៏មានហៅថា program មួយហៅ support AESP ទៅលើថ្នាក់បញ្ញាបត្រណាបងហើយយើងក៏សិក្សាជាភាសាអង់គ្លេសភាសា English base ផងដែរអញ្ចឹងបើសិនជាយើងមានក្តីសម័យក្នុងការទៅសិក្សានៅក្រៅប្រទេសហើយអញ្ចឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅទីនេះរួចជាស្រេចក្នុងការជួយជំរុញក៏ដូចជាគាំទ្រទៅដល់មិត្តនិស្សិតឲ្យសម្រេចនៅក្តីសម័យរបស់គាត់ចាបងអញ្ចឹងជាចុងក្រោយតើបងមានពាក្យពេចន៍អីដើម្បីថ្លែងអំណរគុណទៅដល់សាកលវិទ្យាល័យក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួនបងដែលគាត់តែងតែជំរុញក៏ដូចជាផ្នែកមួយនៃភាពជោគជ័យរបស់បងអញ្ចឹងណាបងចានាងខ្ញុំសូមគោរពដឹងគុណទៅដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រទាំងអស់ដូចជាក្រុមគ្រួសារមិត្តភ័ក្តិដូចជាសិស្សច្បងដែលគាត់បានណែនាំអំពី process ក្នុងការ apply scholarship នេះផងដែរហើយគាត់ក៏បានលើកទឹកចិត្តឲ្យយើងដាក់ចាព្យាយាមសាកល្បងនៅអ្វីដែលថ្មីជាច្រើនហើយបើសិនជាអត់មានពួកគាត់ទេអាចថាពួកគាត់ជាកម្លាំងចិត្តមួយចាក្នុងការដាក់ហារូបករណ៍មួយនេះអញ្ចឹងក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាជាពិសេសបើសិនជាបងប្អូនដែលគាត់ទៅបញ្ចប់សិក្សាការសិក្សានៅវិទ្យាល័យហើយព្យាយាមកំពុងតែស្វែងរកសាកលវិទ្យាល័យណាមួយដែលល្អហើយមកជាកញ្ចប់មានទាំង soft skill hard skill ហើយទាំងថែមទាំងឱកាសជាច្រើនក្នុងការទៅបរទេសសូមបងប្អូនពិចារណាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាបងអញ្ចឹងអរគុណច្រើនមែនតើហើយសូមបន្ថែមបន្តិចទៀតសម្រាប់បងប្អូនដែលគាត់នៅតែបារម្ភណាបងថាអត់ដឹងថាត្រូវទៅសួរខាងណាតាក់ទងមួយព័ត៌មានអាហារូបករណ៍ក៏ដូចជាការសិក្សាផ្សេងគឺសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាយើងមានការិយាល័យមួយដែលមានឈ្មោះថាការិយាល័យកិច្ចការនិស្សិតអញ្ចឹងបងប្អូនអាចអញ្ជើញមកសួរព័ត៌មានក៏ដូចជាការចែករំលែកបទពិសោធន៍ឲ្យបន្ថែមពីបងប្អូនសិស្សច្បងនៅការិយាល័យកិច្ចការនិស្សិតបានហើយមែនតើទៅគឺដូចខ្ញុំលើកឡើងមកអញ្ចឹងនៅបញ្ញាសាស្ត្រយើងគឺប្រៀបបានដូចជាគ្រួសារអញ្ចឹងណាបងយើងតែងតែជួយ support គ្នាមិនថាទាំងផ្នែកការសិក្សាក៏ដូចជាបទពិសោធន៍ជាក់ស្ដែងអញ្ចឹងទៅចាអញ្ចឹងខ្ញុំគិតសង្ឃឹមថាការចែករំលែករបស់បងនឹងជាការត្រួសត្រាយផ្លូវក៏ដូចជាការបង្ហាញនៅការ guidance មួយទៅកាន់បងប្អូនដែលគាត់មានបំណងដាក់ពាក្យអាហារូបករណ៍ដូចបងដែរអញ្ចឹងណាបងចាអញ្ចឹងខ្ញុំសូមអរគុណច្រើនមែនតើសម្រាប់ការចែករំលែកដ៏មានតម្លៃរបស់បងហើយសង្ឃឹមថានឹងមានវត្តមានបងម្ដងទៀតនៅក្នុង PVC podcast របស់យើងចាអរគុណដូចគ្នាបងអញ្ចឹងបងប្អូនទស្សនិកជនកម្មវិធីរបស់យើងនៅថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ប្រសិនបើនាងខ្ញុំក៏ដូចជាវាគ្មិនកិត្តិយសមានកំហុសខុសឆ្គងដោយអចេតនាណាមួយសូមបងប្អូនទស្សនិកជនខន្តីអភ័យទោសហើយជាចុងបញ្ចប់នាងខ្ញុំឈ្មោះអុកសកុនដាលីនាងខ្ញុំឈ្មោះលឹមឈុនជេងសូមអរគុណសូមគោរពលា